ហេតុអ្វីមិនបាញ់វិញទៅហេតុអ្វីមិនរើបន្លានលុះចោលទៅហេតុអ្វីប្រជាជនភូមិព្រៃច័ន្ទនិងភូមិជោគជ័យជួយទប់ទល់សៀមឈ្លានពានហេតុអ្វីឲ្យសៀមឈូសឆាយដីស្រែចម្ការខ្មែរហេតុអ្វីឲ្យសៀមប្រើដ្រូនហោះលើដីខ្មែរហេតុអ្វីឲ្យសៀមដាក់សម្លេងបាសនិងចាក់កនរំខានដល់ប្រជាជនខ្មែរតើកាត់ដីដើម្បីសន្តិភាពមែនទេខ្លាចសៀមមែនទេបើមានសង្គ្រាមខ្មែរចាញ់សៀមមែនទេហើយខ្ញុំមាន3ចំណុចសំខាន់ៗចង់ចែករំលែកជូនបងប្អូនទី1បងប្អូនស្គាល់អ្វីជាសង្គ្រាមទេតើសង្គ្រាមចប់ឬនៅតើត្រូវត្រៀមលក្ខណៈបែបណាខ្លះតើការបញ្ចប់សង្គ្រាមអាចធ្វើទៅបានតាមរយៈណាបើតាមរយៈទស្សនៈយោធាបែបស្រាលៗមិនគិតស៊ីជម្រៅយើងអាចយល់ថាតើខ្មែរយើងធ្វើសង្គ្រាមនេះដើម្បីអ្វីតើសត្រូវធ្វើសង្គ្រាមដើម្បីអ្វីបើយើងនិយាយអំពីវិធីការធ្វើសង្គ្រាមឈ្លានពានរបស់សត្រូវប្រកាសណាស់សត្រូវចង់បានទឹកដីរបស់យើងចំណែកយើងធ្វើសង្គ្រាមដើម្បីទប់ទល់តែប៉ុណ្ណោះបើសួរថាខ្មែរទប់ទល់បែបណាខ្ញុំឆ្លើយធម្មតាថាទប់ទល់ដើម្បីឈ្នះមិនបាត់បង់អាយុជីវិតកងទ័ពប្រជាជនខូចខាតទ្រព្យសម្បត្តិប្រជាជនអាចរស់នៅបានធម្មតានៅភូមិស្រុកមិនចាំបាច់ជំនះកិច្ចចេញពីសង្គ្រាមនិងពង្រឹងសេដ្ឋកិច្ចផលិតផលក្នុងស្រុកជាដើមដូច្នេះហើយទប់ទល់ដើម្បីឈ្នះគឺឈ្នះបែបហ្នឹងខ្មែរយើងមិនបាត់បង់ទាំងអាយុជីវិតនិងមិនបាត់បង់នៅអ្វីទាំងអស់ទី2សង្គ្រាមនេះមិនមែនជាសង្គ្រាមប្រទេសនិងប្រទេសមិនមែនដូចឆ្នាំ2008និង2011ជាចំនួនព្រំដែននេះជាសង្គ្រាមមហិច្ឆតាមហាអំណាចតំបន់បងប្អូនគ្រាន់តែដឹងរឿង3យ៉ាងក៏អាចដឹងបានថាក៏នៅក្នុងសង្គ្រាម5ថ្ងៃតើនរណានៅពីក្រោយសៀមខហេតុអ្វីអានពន្ធយោធាថៃរក្សាភាពស្ងប់ស្ងាត់ម្លេះក៏ហេតុអ្វីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់ផ្ដើមទិញអាវុធចូលច្រើនម្លេះពីព្រោះថាពិភពលោកបច្ចុប្បន្នមានបញ្ហាអសន្តិសុខនៅគ្រប់តំបន់ជុំវិញពិភពលោកអង្គការសហប្រជាជាតិចាប់ផ្ដើមជាអង្គការគ្មានតម្លៃមហាអំណាចចាប់ផ្ដើមប្រកួតប្រជែងគ្នាលក់អាវុធដល់អាវុធធ្វើតេស្តអាវុធបំផ្លាញប្រទេសតូចៗបងប្អូនមួយចំនួនដែលស្រឡាញ់សង្គ្រាមចង់ឲ្យខ្មែរយើងវីសៀមតើចង់ឲ្យខ្មែរយើងកើតជាទីលានដើម្បីឲ្យពួកមហាអំណាចផ្សេងៗអាចសាកល្បងអាវុធនិងពង្រីកមហិច្ឆតានៅក្នុងតំបន់មែនទេបើខ្មែរប្រហែសតែបន្តិចគឺខ្ទេចប្រទេសខ្មែរភ្លាមគ្មានសល់ទេបងប្អូនទី3ស្មារតីការប្រើប្រាស់ការទូតត្បិតតែយើងមានការតាំងចិត្តឈឺចិត្តរាល់ការប្រព្រឹត្តរបស់សត្រូវដូចពាក្យមួយថាសង្គ្រាមមួយថ្ងៃគឺដោះស្រាយបញ្ហាមួយថ្ងៃយើងត្រូវយកការដោះស្រាយមួយថ្ងៃពីព្រោះថាសង្គ្រាមបើឆេះហើយគឺរាលដាលជីវិតបើស្លាប់ហើយគឺមិនអាចរស់ឡើងវិញបានទេបើសិនជាសួរថាការដោះស្រាយតាមរយៈការប្រើប្រាស់ការទូតតើបាត់ដីដែរឬទេអាចមានសង្គ្រាមដែរឬទេខ្ញុំមិនហ៊ានឆ្លើយថាបាត់ដីឬមិនបាត់និងមិនមានសង្គ្រាមទៀតនោះទេប៉ុន្តែខ្ញុំសូមឆ្លើយថាដីបាត់ឬមិនបាត់អាស្រ័យលើស្មារតីកុំឲ្យដូចពាក្យបងប្អូនខ្មែរមួយចំនួនតូចដោះស្រាយមិនទាន់ចប់ផងស្រែកថាបាត់ដីហើយដូចជាទទួលស្គាល់ថាដីនឹងជារបស់សៀមរីឯសង្គ្រាមមានទៀតមិនមានក្នុងពេលបច្ចុប្បន្នមិនមែនស្ថិតនៅលើសៀមជាអ្នកកំណត់នោះទេគឺខ្មែរជាអ្នកកំណត់ព្រោះសៀមបានធ្វើទង្វើខុសច្បាប់ច្រើនណាស់ខ្មែរអាចចាប់កំហុសបន្តសង្គ្រាមភ្លាមៗប៉ុន្តែបើសិនជាសៀមហ៊ានធ្វើសង្គ្រាមវិញក៏មិនដឹងយកអ្វីមកវាជាមួយខ្មែរទៀតដែរពីព្រោះសង្គ្រាម5ថ្ងៃសៀមបានបញ្ចេញអស់ហើយដូច្នេះហើយទើបខ្ញុំនិយាយថាបើមានសង្គ្រាមជាលើកទី2ខ្មែរយើងមានព្រៀបជាងថៃហើយការមានព្រៀបនោះមិនមែនត្រឹមតែការពារខ្លួននោះទេ